បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមួងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាថ្ងៃនេះគឺជាថ្ងៃទី18ខែមីនាឆ្នាំ2025នៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាត្រូវនឹងថ្ងៃទី19គឺថ្ងៃពុធទី19មីនានៅឯប្រទេសកម្ពុជាទៅហើយបងប្អូនគឺម៉ោងនេះម៉ោង11ជាងហើយនៅនេះគឺទៅតែម៉ោង9កន្លះនៅឡើយទេយប់នៅនោះភ្លឺបាទថ្ងៃនេះខ្ញុំមានប្រធានបទដោយតាមការសន្យាគឺខ្ញុំចង់ជម្រាបជូនបងប្អូនតកតងនឹងព័ត៌មានថ្មីចុងក្រោយរឿងការដែលបិទវិទ្យុអាស៊ីសេរីវិទ្យុ VOA និងវិទ្យុអឺរ៉ុបសេរីជាពិសេសគឺតកតងនឹងប្រតិកម្មនៅទូទាំងពិភពលោកពីប្រតិកម្មអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យប្រតិកម្មពីក្រមមេដឹកនាំផ្ដាច់ការឬក៏អ្នកគ្រប់គ្រងក្រមមេដឹកនាំផ្ដាច់ការតើគេមានចំណាប់អារម្មណ៍យ៉ាងណាតើតើនៅក្នុងរឿងនេះហើយខាងអាស៊ីសេរីខ្លួនឯងនឹងធ្វើអីហើយខាងវិទ្យុអឺរ៉ុបនោះក៏គេធ្វើអីដែរមកដល់ម៉ោងនេះហើយចំណាត់ការនេះវាយ៉ាងម៉េចទៅហើយជាពិសេសគឺតកតងនឹងបងប្អូនយើងខាងបន្តការងារទៀតនោះយ៉ាងម៉េចទៀតហើយសហគមន៍អន្តរជាតិជាពិសេសដោយសហគមន៍អឺរ៉ុបហ្នឹងបើប៉ះពាល់ដល់វិទ្យុអឺរ៉ុបសេរីដែរនោះតើគេមានចំណាត់ការយ៉ាងណាដើម្បីស្ដារឬក៏ទុកវិទ្យុនេះឲ្យនៅដំណើរការដែលជាកិត្តិយសរបស់ប្រទេសអឺរ៉ុបសហភាពអឺរ៉ុបអីមួយដែរអញ្ចឹងហើយចំណាត់ការផ្សេងទៀតតកតងនឹងរឿងវិទ្យុអាស៊ីសេរី VOA ហើយនឹងវិទ្យុសេរីរបស់អឺរ៉ុបនេះខ្ញុំនឹងជម្រាបជូននៅក្នុងការផ្សាយប្រមាណកន្លះម៉ោងទៅមុខទៀតនេះបាទដើម្បីជាកិច្ចចាប់ផ្ដើមនឹងកុំឲ្យខាតពេលជាដំបូងនេះខ្ញុំចង់ជម្រាបពីព័ត៌មានថ្មីនោះគឺមែនតើគឺជារឿងល្អដែរដែលជាដំណឹងល្អសម្រាប់បងប្អូនអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យព្រោះអីដំណឹងនេះគឺតកតងនឹងចំណាត់ការរបស់ខាងប្រទេសនៅឯទ្វីបអឺរ៉ុបបាទនៅសហគមន៍អឺរ៉ុបឥឡូវនេះមានសាធារណរដ្ឋឆែកមួយដែរដែលមានរដ្ឋមន្ត្រីការបរទេសរបស់គេចាប់ផ្ដើមlobby បាទភាសាអង់គ្លេសថា lobby ចាប់ផ្ដើមបញ្ចុះបញ្ចូលចាប់ផ្ដើមដូចថាជជែកជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងសហគមន៍អឺរ៉ុបហ្នឹងដើម្បីឲ្យមូលមាត់គ្នាជាពិសេសគឺជួយស្រោចស្រង់គេប្រើពាក្យថាជួយស្រោចស្រង់វិទ្យុសេរីរបស់អឺរ៉ុបនៅក្នុងនេះដោយសារតែគេជាសហភាពអឺរ៉ុបចឹងគេនិយាយតែវិទ្យុសេរីអឺរ៉ុបហ្នឹងទេអឺរ៉ុបសេរីហ្នឹងទេដោយសារតែវិទ្យុអឺរ៉ុបសេរីហ្នឹងមែនតើទៅគឺបើនិយាយវាបើកទ្វារនោះតាំងពីឆ្នាំ1950បងប្អូន75ឆ្នាំហើយយូររបស់គេដែរហើយបើយើងដឹងថាគាត់ផ្សាយទៅហ្នឹងគឺដល់ប្រជាពលរដ្ឋជាង47លានអ្នករៀងរាល់សប្តាហ៍បងប្អូនមួយសប្តាហ៍គឺមានប្រជាពលរដ្ឋនៅអឺរ៉ុបមិនតិចជាង47លានអ្នកទេដែលមើលដែលស្ដាប់វិទ្យុអឺរ៉ុបសេរីហ្នឹងហើយវិទ្យុនេះផ្សាយចេញជា27ភាសាសម្រាប់ទៅប្រទេសដល់ទៅ23ហើយនោះដូច្នេះច្រើនណាស់ហើយធនធានព័ត៌មានដែលមាននេះគឺមានប្រយោជន៍ច្រើនមែនតើជាពិសេសទៅម្ដុំអាចលឺដល់ទៅរុស្ស៊ីទៅអីនោះទៀតផងវិទ្យុអាស៊ីសេរីសំទោសវិទ្យុសម្លេងសហរដ្ឋអាមេរិកហ្នឹងក៏ផ្សាយទៅស្រោចទៅដល់ម្ដុំហ្នឹងច្រើនដែរបងប្អូនឥឡូវនេះយើងតាក់ទងនឹងចំណាត់ការរបស់ខាងសាធារណរដ្ឋឆែកនេះតើគាត់ជាសមាជិករបស់សហភាពអឺរ៉ុបដែរហើយគាត់សម្ដីរបស់រដ្ឋមន្ត្រីការបរទេសគឺ Mr. គឺលោកLipowski បាទគឺគាត់និយាយប្រាប់វិទ្យុ BBC ទេសារព័ត៌មាន BBC របស់អង់គ្លេសកាលពីម្សិលមិញម្សិលមួយថ្ងៃហ្នឹងឯងដែលគាត់ថាគាត់នឹងខំដុតដៃដុតជើងធ្វើយ៉ាងណាប្រមូលគ្នាដើម្បីស្រោចស្រង់វិទ្យុសេរីអឺរ៉ុបនេះដើម្បីធ្វើគ្រប់យ៉ាងដើម្បីឲ្យវិទ្យុនេះរស់ឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបានយើងមិនដឹងថាតើចំណាត់ការរបស់ប្រទេសមួយនៅឯទ្វីបអឺរ៉ុបនេះអាចនឹងធ្វើឲ្យមានការផ្លាច់ប្រែពណ៌តទៅនឹងថវិកាជួយទៅវិទ្យុនេះយ៉ាងណាទេព្រោះអីថវិកាជួយទៅវិទ្យុនោះក៏ជាង$140លានដែរនៅក្នុងមួយឆ្នាំហើយប៉ុន្តែបើសិនជាមានការជួយជ្រោមជ្រែងយ៉ាងណានោះក៏នៅតែអាចបន្តបាននៅក្នុងកម្រិតណាមួយដែលវាមិនដាច់ភឹងទេបាទនេះគឺជាដំណឹងល្អសម្រាប់បងប្អូននៅខាងវិទ្យុអឺរ៉ុបសេរីបាទចុះខាងវិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងសហរដ្ឋអាមេរិកឯនេះវិញតើមានការវិវត្តអីដែរទេមានដំណឹងល្អអីដែរទេតាមពិតយើងចាត់ទុកថាជាដំណឹងល្អក៏ថាបានដែរគឺមកដល់ម៉ោងនេះ
សូម្បីតែវិទ្យុអឺរ៉ុបសេរីមិញហ្នឹងក៏បានដាក់ពាក្យប្តឹងហើយគឺដាក់ពាក្យប្តឹងចូលទៅតុលាការនៅឯរដ្ឋធានី Washington ប្តឹងជំទាស់រដ្ឋបាលលោកត្រាំហើយនឹងអង្គការមេដែលគេហៅថាអង្គការ USAGM ហ្នឹងអង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលជាមេបាជាឪម៉ែរបស់វិទ្យុអាស៊ីសេរីនិងវិទ្យុ VOA និងវិទ្យុអឺរ៉ុបសេរីហ្នឹងដែលតាមពិតមានមេថ្មីតាមការចាត់ចែងរបស់លោក Donald Trump ហើយក៏មានទីប្រឹក្សាថ្មីហ្នឹងចេញមករុះរើខ្ទេចខ្ទីអញ្ចឹងទៅក៏ដកលុយដកអីអស់អញ្ចឹងបានវិទ្យុអឺរ៉ុបសេរីហ្នឹងបានដាក់ពាក្យប្តឹងទៅតុលាការនៅឯរដ្ឋធានី Washington រួចទៅហើយដើម្បីប្តឹងជំទាស់ទៅនឹងការដែលបង្កក់ថវិកាឬក៏ផ្ដាច់ថវិកាពួកអីវិទ្យុនេះគេបានដំណើរការមកកណ្ណោហើយឥឡូវគេដាក់ invoice ដាក់វិក័យប័ត្រមួយកាលពីថ្ងៃច័ន្ទម្សិលមិញនេះទៅដើម្បីទារលុយ7លាន4សែនដុល្លារដែលគេបានអនុវត្តគម្រោងគេរួចទៅហើយឥឡូវអត់ឲ្យអាលុយនឹងទៀតដូច្នេះគេប្តឹងជំទាស់ទាំងអាការមិនឲ្យអាលុយនឹងហមទាំងអាថវិកាដែលផ្ដាច់នោះផងតកតងនឹងរឿងនេះគឺយើងនឹងមើលតទៅទៀតថាតើពាក្យបណ្ដឹងនេះនឹងបានទៅដល់កម្រិតណាព្រោះអីខាងវិទ្យុអឺរ៉ុបសេរីនោះក៏គេអះអាងមេធាវីគេលើកឡើងថាអ្វីដែលគេបំពេញការងារនេះគឺធ្វើទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលសភាជាអ្នកអនុម័តថវិកាមកឲ្យគេអនុវត្តគម្រោងដែលជាបេសកកម្មមានអាណត្តិពីរដ្ឋសភាមិនមែនជាការសម្រេចរបស់រដ្ឋាភិបាលស្រេចតែក្បាលចិត្តទេដូច្នេះអានេះជាការលើកឡើងរបស់ពួកគេចុះវិទ្យុអាស៊ីសេរីវិញយ៉ាងម៉េចដែរបងប្អូនវិទ្យុអាស៊ីសេរីតាំងពីដើមដំបូងម្លេះនៅថ្ងៃទី14 15ហ្នឹងគឺនាយិការបស់វិទ្យុអាស៊ីសេរីសម្រាប់8 9ភាសាហ្នឹងគឺអ្នកស្រី Bey Fang ដែលនេះក៏បានថ្លែងសារថាវិទ្យុអាស៊ីសេរីបានត្រៀមខ្លួនរួចហើយថានឹងជំទាស់ទៅនឹងការផ្ដាច់ថវិកាជាតិដល់ទៅវិទ្យុនេះដូច្នេះយើងមិនទាន់ឃើញពីបណ្ដឹងរបស់គាត់ទេប៉ុន្តែខាងសហជីពតំណាងឲ្យវិទ្យុអាស៊ីសេរីទាំងមូលនោះក៏គេបានចេញសេចក្តីថ្លែងការណ៍របស់គេច្បាស់លាស់ដែរសេចក្តីថ្លែងការណ៍របស់គេនោះគឺបានបញ្ជាក់ថាគេនឹងតតាំងលុះខ្សែបាទភាសាគាត់នឹងគឺប្រើមុតដែរគឺថាតតាំងរហូតតលទីបញ្ចប់ដើម្បីធ្វើយ៉ាងម៉េចទាមទារសិទ្ធិសេរីភាពចង់ឲ្យទាមទារឲ្យការទទួលស្គាល់នៅកាតព្វកិច្ចផ្នែករដ្ឋធម្មនុញ្ញដែលរដ្ឋសភាទេជាអ្នកដែលអនុម័តកញ្ចប់ថវិកាដើម្បីបេសកកម្មឲ្យវិទ្យុអាស៊ីសេរីនឹងអាចបើកដំណើរការបានដើម្បីផ្សព្វផ្សាយព័ត៌មានសេរីនិងព័ត៌មានពិតជូនទៅដល់ប្រទេសអាស៊ីនៅច្រើនប្រទេសនៅតំបន់អាស៊ីដែលបានទទួលផលជាច្រើនពីវិទ្យុអាស៊ីសេរីយើងដឹងថាវិទ្យុអាស៊ីសេរីបើកតាំងពីឆ្នាំ1996មកបងប្អូនទាំងអស់គ្នាគឺ29ឆ្នាំហើយនៅក្នុងមួយសប្តាហ៍នេះវិទ្យុអាស៊ីសេរីបានលើដល់ប្រជាពលរដ្ឋនៅតំបន់អាស៊ី60លាននាក់បាទមិនតិចទេ60លាននាក់នៅក្នុងតែមួយសប្តាហ៍ទេឮទៅដល់ចិនឮទៅដល់ភូមាកូរ៉េខាងជើងប្រទេសកម្ពុជាជាការពិតហើយមានវិទ្យុអាស៊ីសេរីជាភាសាខ្មែរនោះឮទៅដល់វៀតណាមនិងឡាវអីចឹងមានវិទ្យុអាស៊ីសេរីជាភាសាវៀតណាមវិទ្យុអាស៊ីសេរីជាភាសាឡាវភាសាកូរ៉េភាសាចិនភាសាភូមាអីចឹងហើយនៅក្នុងភាសាចិនហ្នឹងក៏តំបន់ចិនហ្នឹងក៏មានភាសាតូចតកតងនៅក្នុងផ្នែកហ្នឹងដូចជាមានអ៊ុយហ្គ័រភាសាអ៊ុយហ្គ័រហើយនិងទីបេអីហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នោះបានឮព័ត៌មានពិតដែលរដ្ឋបិទនៅក្នុងប្រទេសទាំងនោះដូច្នេះអ្វីដែលពួកគេធ្វើនេះក៏អះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់សហជីពរបស់គេថាការដែលបិទអាស៊ីសេរីនេះគឺជាការបើកដៃឲ្យពរជ័យឬក៏ផ្ដាល់ជោគជ័យទៅឲ្យពួកប្រជាការលើកគោកដែលយើងនឹងលើកតុងជ័យសតែម្ដងប្រកាសឲ្យគេឈ្នះទាំងស្រុងតែម្ដងអញ្ចឹងណាអានេះហើយដែលជាអ្វីដែលខាងសហជីពរបស់ RFA ព័ត៌មានវិទ្យុអាស៊ីសេរីគាត់លើកឡើងជាពិសេសគាត់ចង់និយាយថាការដែលលើកតុងសដើម្បីចោះចាញ់នេះធ្វើឲ្យពួកជនប្រជាការហ្នឹងគឺរីកថ្លើមឬក៏រីកមុខដោយគ្រាប់ជីអញ្ចឹងហើយតាមពិតយើងគ្មានស្ថាប័នណាអាចមកផ្ដាច់ថវិកាឬក៏ផ្អាកសកម្មភាពនេះបានក្រៅទៅពីរដ្ឋសភាទេដូច្នេះពួកគាត់តតាំងមិនទាន់ដាក់ពាក្យប្តឹងទេប៉ុន្តែសេចក្តីថ្លែងការណ៍នេះគាត់សូមស្នើឲ្យស្ថាប័នព័ត៌មានឬក៏អ្នកផ្សេងទៀតដែលស្រឡាញ់ប្រជាធិបតេយ្យនិងស្រឡាញ់សេរីភាពនិងការផ្សាយព័ត៌មានពិតនិងសេរីនេះសូមឲ្យជួយពួតដៃជាមួយពួកគាត់ដើម្បីតតាំងលុះទីបញ្ចប់តកតងនឹងការទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះពិចារណាឡើងវិញឬក៏យ៉ាងហោចណាស់ក៏ឆ្លើយតបទៅតាមអ្វីដែលជាជំហររបស់រដ្ឋសភាអាមេរិកដែលទម្លាក់កញ្ចប់ថវិកាឲ្យតាំងពីដើមទីមក26ឆ្នាំហើយ29ឆ្នាំហើយហេតុអីទៅមកផ្ដាច់ថ្ងៃនេះ
បាទនេះសម្រាប់ខាងអាស៊ីសេរីគាត់និយាយទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់ខាងសហជីពហ្នឹងគាត់ថាអញ្ចេះគាត់ថាអឺវិទ្យុអាស៊ីសេរីទាំង9ភាសានេះគឺផ្ដល់ជាពន្លឺនៃក្តីសង្ឃឹមដល់ប្រជាពលរដ្ឋនៅតំបន់អាស៊ីដែលរងការគៀបសង្កត់និងរដ្ឋបិទសិទ្ធិសេរីភាពផ្នែកសារព័ត៌មានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីហ្នឹងដែលគាត់មានក្តីសង្ឃឹមពីការផ្សាយសម្លេងទៅហ្នឹងប៉ុន្តែគាត់ថាការផ្ដាច់មូលនិធិនេះគឺជាការផ្ដាច់ពន្លឺនៃក្តីសង្ឃឹមហ្នឹងដែលជារឿងអយុត្តិធម៌សម្រាប់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីទាំងប្រទេសកម្ពុជាផងអានេះគឺជាការលើកឡើងរបស់សហជីពរបស់ខាងវិទ្យុអាស៊ីសេរីចុះខាង VOA យ៉ាងម៉េចដែរបងប្អូនមកដល់ម៉ោងនេះខាងស្ថានីយ៍វិទ្យុ VOA ស្ថាប័ន VOA មិនមានប្រតិកម្មអីគួរឲ្យកត់សម្គាល់ថាតតាំងឬប្តឹងអីយ៉ាងណាទេគ្រាន់តែថាចំពោះមតិទូទៅគេថាវិទ្យុសម្លេងសហរដ្ឋអាមេរិកអាចនឹងមានសង្ឃឹមនៅក្នុងការសល់មូលនិធិខ្លះដែលមិនអាចដាច់អស់ទេព្រោះវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះគឺជាគេហៅថាតំណាងឲ្យគុណតម្លៃឬក៏ភាពអស្ចារ្យនៃសហរដ្ឋអាមេរិកព្រោះវិទ្យុសម្លេងសហរដ្ឋអាមេរិកជាទូទៅផ្សាយគោលនយោបាយរបស់សហរដ្ឋអាមេរិកដូច្នេះចង់មិនចង់រដ្ឋសភាក៏បានអនុម័តថវិកាព្រមព្រៀងទាំងពីរគណៈបកនោះមិនមែនតែគណៈបកសាធារណរដ្ឋឯណាមានគណៈបកប្រជាធិបតេយ្យតំណាងរាស្ត្រគេចូលរួមនៅក្នុងការអនុម័តកញ្ចប់ថវិកានឹងដែរដូច្នេះការយល់មូលមាត់គ្នានេះគឺចង់ឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិកនឹងផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយនិងគុណតម្លៃប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកអីចឹងដូច្នេះมันអាចបិទចិត្តឈឹងដូច្នេះមតិទូទៅគឺយល់ឃើញថាអាចនឹងមានកម្រិតណាមួយដែលវិទ្យុសម្លេងសហរដ្ឋអាមេរិកនឹងមានថវិកាណាមួយដែលអាចបើកប្រតិបត្តិការបន្តបានដោយកម្រិតអីចឹងទៅមិនដាច់ភឹងអីទេតែអាចនឹងកញ្ចប់ថវិកាចូលក្នុងទម្រង់ផ្នែកណាផ្សេងក្រៅពី USAGM នេះឬក៏យ៉ាងម៉េចយើងចាំមើលនៅពេលចប់រយៈពេល9ខែនៃការចូលកាន់តំណែងរបស់លោក Donald Trump ព្រោះអីអ្វីៗគឺជាព្យុះមានហ្នឹងគឺរយៈពេល90ថ្ងៃដំបូងរយៈពេល3ខែសំទោសបងប្អូនគឺរយៈពេល90ថ្ងៃហ្នឹងគឺ3ខែសម្រាប់តែពេលចប់រហូតតខែ4ថ្ងៃ20អីបើយើងឃើញមានការប្រែពណ៌ឬក៏វិលទៅរកស្ថានភាពប្រក្រតីវិញបានខ្លះប៉ុន្តែឥឡូវនេះអ្វីៗកំពុងតែរងព្យុះមានយើងឃើញហើយរដ្ឋបាលលោកត្រាំនេះរងបណ្ដឹងជាង100បណ្ដឹងហើយបងប្អូនហើយត្រូវថ្នាំខ្លាំងរបស់តុលាការរាល់ពេលឬស្ទើរតែរាល់ថ្ងៃហើយតុលាការជំទាស់ទៅនឹងចំណាត់ការរបស់គាត់សឹងគ្រប់ដំណាក់កាលដែរព្រោះដោយសារគាត់ធ្វើនឹងតុលាការថាប្រព្រឹត្តខុសរដ្ឋធម្មនុញ្ញអីចឹងទៅដូច្នេះមិនមែនបានន័យថាគាត់អាចជិះសេះលែងដៃបានទេតុលាការគេនៅនេះគឺមានភាពឯករាជ្យដែរដូច្នេះយើងរងចាំមើលបន្តទៅទៀតហើយបងប្អូនដែលសង្ឃឹមលើវិទ្យុអាស៊ីសេរីឬក៏វិទ្យុ VOA សម្លេងសហរដ្ឋអាមេរិកហ្នឹងកុំតន់អស់ក្តីសង្ឃឹមបាទទុកឲ្យមានដឹកនាំផ្ដាច់ការអេកឬក៏សាតជប់លៀងមួយរយៈសិនទៅព្រោះជួនកាលអានេះគឺជាឱកាសដែលពួកគាត់ដូចថាគុំយូរដែរហើយគឺចង់បានតែឱកាសហ្នឹងដើម្បីស្រែកជាយខុសអបអរសាទរនៅអ្វីដែលជាការដែលបាក់ស្មារតីបាត់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋនៅតំបន់អាស៊ីនៅស្ទើរតែទូទាំងពិភពលោកដែលសង្កត់សងាត់សោកសង្រេងប៉ុន្តែមានក្រុមគាត់ប្រមាណក្រុមគ្នាគាត់ហ្នឹងគឺមកហក់កញ្ឆេងឬក៏ត្រេកអរផ្ញើសារជ័យខុសអីអញ្ចឹងនេះគឺជារឿងមួយដែលគួរឲ្យចម្លែកប៉ុន្តែមិនភ្ញាក់ផ្អើលខ្លាំងពេកទេបងប្អូនខ្ញុំសូមស្រង់អំពីប្រតិកម្មរបស់មេដឹកនាំនៅលើពិភពលោកថាតើមានមេដឹកនាំប្រមាណអ្នកដែលគេត្រេកអរសាទររឿងការដាច់លុយរបស់អាស៊ីសេរីនិង VOA និងវិទ្យុអឺរ៉ុបសេរីនេះបងប្អូនខ្ញុំអានសារព័ត៌មានទូទាំងពិភពលោកបាទពីសារព័ត៌មានអូស្ត្រាលី BBC អង់គ្លេសរបស់ចិនហុងកុងរបស់សិង្ហបុរីឬក៏សារព័ត៌មានអាមេរិកនេះសារព័ត៌មានផ្សេងទៀតដែលគេផ្សាយនៅទូទាំងពិភពលោកហ្នឹងគឺយើងរកឃើញតែការថ្លែងអំពីក្តីកង្វល់សមានចិត្តចំពោះប្រជាពលរដ្ឋដែលត្រូវការព័ត៌មានពិតអីអញ្ចឹងហើយស្ដាយហើយក៏អ្នកខ្លះហ្នឹងក៏ថ្កោលទោសឬក៏ខកចិត្តអីអញ្ចឹងតកតងនឹងការផ្ដាច់ថវិកាស្ថានីយ៍វិទ្យុទាំង3ធំនេះអីអញ្ចឹងច្រើនជាទូទៅក៏ប៉ុន្តែក៏នៅតែមានមេដឹកនាំនៅលើពិភពលោកចំនួន3ប្រទេសដែរបាទដែលនិយាយទៅ4ប្រទេសតែខ្ញុំនឹងបញ្យល់ត្រួសថាតើថ្នាក់ដឹកនាំណាខ្លះដែលបញ្ចេញសារអេកនៅពេលដែលគេបិទផ្ដាច់លុយរបស់វិទ្យុអាស៊ីសេរីនិង VOA ហើយនិងវិទ្យុ
អឺរ៉ុបសេរីហ្នឹងបងប្អូននៅប្រទេសរុស្ស៊ីខ្ញុំលើកពីរុស្ស៊ីមុនចុះនៅប្រទេសរុស្ស៊ីនេះគឺជាប្រទេសកុម្មុយនីសមួយហើយដែលមានវិទ្យុសេរីអឺរ៉ុបហ្នឹងគេផ្សាយទៅដល់ទាំង VOA អីហ្នឹងគេផ្សាយទៅដល់ម្ដុំហ្នឹងគឺរុស្ស៊ីជាទូទៅមិនពេញចិត្តតតែសោះដោយសារអីវិទ្យុដែលផ្សាយព័ត៌មានពិតអំពីល្បិចកិច្ចកលរបស់រុស្ស៊ីនៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែនហ្នឹងធ្វើឲ្យពួកគាត់ពិបាកនៅក្នុងការធ្វើសង្គ្រាមរបៀបប្រជាពិធបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាទង្វើនឹងជាទង្វើត្រឹមត្រូវដល់តែមានការផ្សាយបកអាក្រាតរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកហើយនិងវិទ្យុអឺរ៉ុបអីចូលទៅអញ្ចឹងទៅធ្វើឲ្យពួកគាត់ហ្នឹងគឺដើរស្រាតដល់អញ្ចឹងទៅមេដឹកនាំពួកគាត់ហ្នឹងមន្ត្រីហ្នឹងមានការថ្នាំងថ្នាក់នឹងវិទ្យុហ្នឹងមែនតើព្រោះអីតាហ៊ានគាត់ស្លាប់ច្រើនវិទ្យុហ្នឹងផ្សាយព័ត៌មានធ្វើឲ្យបាក់ទឹកចិត្តតាហ៊ានគាត់នៅក្នុងការប្រយុទ្ធអីអញ្ចឹងបាក់តបបាក់អីដករត់ចោលជួយលាក់នឹងលាក់អីអញ្ចឹងទៅធ្វើឲ្យមានកបបាក់ដែលថាសង្គ្រាមចិត្តសាស្ត្រគាត់ចង់បំបាក់ស្មារតីពួកទាហានអ៊ុយក្រែនអញ្ចឹងណាតទៅពេលមានព័ត៌មានពិតបែបហ្នឹងទៅវាធ្វើឲ្យពួកគាត់អាឃោសនាប្រព័ន្ធឃោសនាប្រឡប់របស់គាត់ប្រជាពិធហ្នឹងគឺថាវាបរាជ័យដល់អញ្ចឹងទៅស្រាប់តែពេលដែលលឺធូគេដកមុននីតិទៅគឺពួកគាត់មុខរីកដោយគ្រាប់ជីច្រើនគ្នាណាក៏ប៉ុន្តែថ្នាក់ដឹកនាំរបស់គេតែម្ដងគឺកម្រិតដល់លោកពូទីនអីហ្នឹងនៅស្ងៀមមិនហ៊ាននិយាយអីទេគឺបានន័យថាពួកគាត់មានមន្ត្រីធំដូចនៅក្រំឡាំងវាមានក្រំឡាំងដែលជាវាមានរដ្ឋាភិបាលរបស់រុស្ស៊ីហ្នឹងយ៉ាងច្រើនត្រឹមបាននិយាយថាការកាត់លុយហ្នឹងវាជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកទេមិនហ៊ាននិយាយសរសើរលោកត្រាំឬក៏អរគុណឬដឹងគុណអីទាំងអស់ខ្ញុំជឿថានេះគឺជាភាពឆ្លាតវៃរបស់រុស្ស៊ីមួយដែរនៅក្នុងការប្រយ័ត្នប្រយែងពាក្យពេចន៍នៅក្នុងការនិយាយស្ដីនេះព្រោះក៏យើងដឹងហើយថាសហរដ្ឋអាមេរិកក្ដួងក្ដាំងក្នុងរយៈពេល3ខែហ្នឹង3ខែក្រោយហ្នឹងអាចមានមូលនិធិអវជុឬក៏ការផ្សព្វផ្សាយហ្នឹងគឺមានកាន់តែកក្រើកជាងមុនផងអញ្ចឹងពួកគាត់រៀងប្រយ័ត្នប្រយែងដែរប៉ុន្តែមានមន្ត្រីឃោសនារុស្ស៊ីហ្នឹងគឺថាប្រព័ន្ធឃោសនាគេហ្នឹងគេចាប់ផ្ដើមជប់លៀងអីចឹងប្រព័ន្ធឃោសនារុស្ស៊ីមានច្រើនដែរបងប្អូនគឺមានវិទ្យុមានទូរទស្សន៍រុស្ស៊ីហ្នឹងដែលយើងដឹងហើយគឺវាស្តៀង Fresh News យើងដូចនៅស្រុកខ្មែរអញ្ចឹងណាគឺគេមកហ្នឹងគឺជាសារព័ត៌មានហ្នឹងគេសប្បាយហ្នឹងគេប៉ុន្តែមន្ត្រីភាគច្រើនរបស់រុស្ស៊ីហ្នឹងគេគាត់តែមកគេមិនហ៊ានបញ្ចេញឈ្មោះទេគេប្រាប់ទៅខាងគេហៅ Moscow Times អីហ្នឹងថាដោយសារតែវិទ្យុផ្សាយសម្លេងរបស់អឺរ៉ុបសេរីអីហ្នឹងធ្វើឲ្យខូចការរុស្ស៊ីនៅក្នុងការប្លន់ឬឈ្លានពានយកទឹកដីរបស់អ៊ុយក្រែនហ្នឹងវាមិនបានជោគជ័យដោយសារតែមានអ្នកបកអាក្រាតអញ្ចឹងទៅធ្វើឲ្យរុស្ស៊ីបរាជ័យហ្នឹងគេខឹងអញ្ចឹងប៉ុន្តែវាបានផលល្អទៅដល់ប្រជាពលរដ្ឋអ៊ុយក្រែនដែលគ្នារួចផុតពីទុក្ខភ័យដោយសារតែពួកខាងឈ្លានពានរុស្ស៊ីហ្នឹងគាត់ដូចថាវាបរាជ័យអញ្ចឹងក្រៅពីរុស្ស៊ីយើងមានប្រទេសចិនបងប្អូនប្រទេសចិនទៅតែថ្ងៃអង្គារនេះមានរដ្ឋមន្ត្រីការបរទេសចិនមួយប្រយ័ត្នប្រយែងមែនទែននៅក្នុងការនិយាយស្ដីតាក់ទងរឿងការផ្ដាច់មូលនិធិហ្នឹងមិនសប្បាយចិត្តនឹងវិទ្យុរបស់អាស៊ីសេរីដែលផ្សាយទៅប្រទេសចិនផ្សាយជាច្រើនភាសាអីហ្នឹងមិនសប្បាយចិត្តដែរគាត់ថាវិទ្យុសម្លេងសហរដ្ឋអាមេរិកអីហ្នឹងផ្សាយទៅឃើញតែរូបភាពខ្មៅរបស់ប្រទេសចិនមកយោមកហើយអញ្ចឹងគាត់គ្រាន់តែនិយាយថាបើបិទទៅវាបាត់អារូបភាពខ្មៅរបស់ប្រទេសចិនអីអញ្ចឹងតែបើទៅសើឬក៏អរគុណលោកត្រាំអីក្នុងការដកមូលនិធិអីហ្នឹងសូម្បីតែប្រទេសចិនហ្នឹងក៏ប្រយ័ត្នប្រយែងមែនតើមិនហ៊ាននិយាយទៅថ្នាក់ដឹកនាំគេមិនហ៊ាននិយាយទេទុកឲ្យប្រព័ន្ធឃោសនារបស់ប្រទេសចិនដូចជាសារព័ត៌មានដូច Global Time យ៉ាង Global Time ដូចតែ Fresh News យើងអញ្ចឹងគឺថាឲ្យវាយប្រហារសារព័ត៌មានអាស៊ីសេរីនិងសម្លេងសហរដ្ឋអាមេរិកនឹងយ៉ាងចាស់ដៃអញ្ចឹងទៅប៉ុន្តែសម្លេងពីរដ្ឋាភិបាលហ្មងគេប្រយ័ត្នប្រយែងណាតែមានតែក្រុមដែលថាជាឃោសនិកជាអ្នកដែលគ្រប់គ្រងជាម៉ាស៊ីនឃោសនារបស់គេកាប់មុខហ្នឹងទៅដល់បានគេឡើងមកអបអរសាទរឲ្យគេថាសំមុខហើយសំតែបិទអីអញ្ចឹងហើយទៅព្រោះឃើញបានប្រយោជន៍ស្អីទៅនិយាយតែអាក្រក់ពីចិនអីអញ្ចឹងទៅនេះក្នុងក្របខ័ណ្ឌប្រទេសចិននិងប្រទេសរុស្ស៊ីធំហ្នឹងដែលសុទ្ធតែជាប្រទេសដែលកុម្មុយនីសចុះនៅអាស៊ីយើងវិញមានប្រទេសណាខ្លះអាស៊ីអាគ្នេយ៍ជាពិសេសបាទមានប្រទេសកម្ពុជាយើងបាទយើងមានភាពខែងរែងហើយលឿនជាងគេយើងមិនមានសារពីរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអីចេញសារឯងប៉ុន្តែឪពុករបស់លោកគឺលោកហ៊ុនសែនដែលជាប្រធានរដ្ឋសភាហ្នឹងគឺចេញសារយ៉ាងខែងរែងមួយគឺសប្បាយចិត្តត្រេកអរអរគុណលោកត្រាំអីអញ្ចឹងថាការ
ក្លាហានថាក្លាហានថាលោកត្រាំហ្នឹងជាមេដឹកនាំក្លាហានហ៊ានបិទដកថាវិការរដ្ឋដើម្បីបិទដង្ហើមការផ្សាយរបស់វិទ្យុទាំងប្រមាណដែលគាត់ថាជាវិទ្យុដែលផ្សព្វផ្សាយព័ត៌មានคล้ายញុះញង់លៀបពណ៌បង្កឲ្យមានភាពចលាចលអីលក្ខណៈអីអញ្ចឹងទៅអានេះគឺជាសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីខ្មែរហើយសប្តាហ៍ថ្ងៃជាប្រធានរដ្ឋសភាដែលសរសេរសារនៅលើ Facebook របស់លោកព្រោះនៅក្នុងមេដឹកនាំលើពិភពលោកមានតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមួយហើយនឹងសារព័ត៌ហើយនឹងខាងឧត្តមសេនីយ៍ភូមាខាងរដ្ឋបហាភូមានោះទេព្រោះគាត់មាន Facebook មួយឧត្តមសេនីយ៍ហ្នឹងគឺគាត់ថ្លែងសារស្តៀងនឹងលោកហ៊ុនសែនដែរនិយាយអំពីការសប្បាយចិត្តនឹងគេបិទសារព័ត៌មានអាស៊ីសេរីដោយសារតែភូមាគេចោទអាស៊ីសេរីថាធ្វើឲ្យពិភពលោកឃើញប្រទេសភូមាក្នុងស្ថានភាពខ្មៅកខ្វក់គឺថាស្អាប់រហូតអីអញ្ចឹងដូចគ្នានឹងអ្វីដែលប្រសាសន៍របស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនពីមុនហ្នឹងដែលឥឡូវជាប្រធានរដ្ឋសភាហ្នឹងក៏គាត់លើកឡើងថាដឹងគុណឬក៏អរគុណលោកដូណាល់ត្រាំហើយលោករហូតតលើកថាតាំងពីឆ្នាំ2017ជួបគ្នាជាមួយលោកដូណាល់ត្រាំនៅហ្វីលីពីនឯណានោះគាត់បានលើកនិយាយអំពីព័ត៌មានតែថាคล้ายអីណាអញ្ចឹងទៅហើយឥឡូវហ្នឹងឃើញលោកត្រាំចាត់ការអញ្ចឹងហាក់បីដូចជាឆ្លៀតឱកាសហ្នឹងយកបងថាប្រហែលជាគាត់អាចនិយាយទៅលោកត្រាំស្ដាប់តកតងនឹងព័ត៌មានคล้ายហើយខ្ញុំសូមជម្រាបបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអញ្ចេះបងប្អូនទាំងអស់គ្នាពេលខ្លះជួនកាលយើងទាញចំណេញនយោបាយប៉ុន្តែភ្លេចអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកយើងភ្លេចគិតថាតើនៅពេលដែលអាមេរិកដកថវិកាជាតិពីស្ថាប័នធំកក្រឹកកក្រែងមិនមែនតែស្ថាប័ន SAGM នឹងទេដែលជាម៉ែឪរបស់អាស៊ីសេរីនិងវិទ្យុសម្លេងសហរដ្ឋអាមេរិកនិងវិទ្យុសម្លេងអឺរ៉ុបសេរីនឹងទេគឺគាត់ដកស្ទើរតែគ្រប់ស្ថាប័នទាំងអស់គោលបំណងធំមួយរបស់សហរដ្ឋអាមេរិកគឺកាត់បន្ថយការិយាល័យធិបតេយ្យនេះគឺជាអ្វីដែលគាត់អះអាងទេអាហ្នឹងគឺជាលេសរបស់រដ្ឋបាលលោកត្រាំសប្ងៃទេថាប្រជុំបុគ្គលិករាប់សែននាក់គាត់ថាកាត់បន្ថយការចំណាយការិយាល័យធិបតេយ្យលក្ខណៈអញ្ចឹងទៅឲ្យពង្រឹងស្ថាប័នរដ្ឋាភិបាលនោះឲ្យមានប្រសិទ្ធភាពសន្សំលុយរដ្ឋសន្សំលុយជាតិដើម្បីសងបំណុលជាតិដើម្បីកុំឲ្យអ្នកបងពុនហ្នឹងចាយលុយអត់ប្រយោជន៍អស់ច្រើនអញ្ចឹងសន្សំលុយយកមកសងអ្នកបងពុនបងតាក់អីអញ្ចឹងលក្ខណៈអានេះគឺជាសាររបស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហើយនៅពេលដែលបិទ VOA បិទអាស៊ីសេរីតាមពិតមិនមែនជាការបិទទេបងប្អូនខ្លះជួនកាលខ្ញុំថាការបកស្រាយហ្នឹងក៏វាថាបិទហ្មងមិនមែនជាការបញ្ជាឲ្យស្ថាប័ននេះបិទទេរដ្ឋាភិបាលអាមេរិកគឺមិនមានសិទ្ធិបិទស្ថានីយវិទ្យុទាំងអស់នេះទាល់តែសោះបើពួកគាត់មានមូលនិធិគាត់អាចបើកវិញនៅពេលណាក៏បានដែរខុសពីការបិទទ្វារលែងឲ្យបើកបើយើងបិទទ្វារលែងឲ្យបើកបានន័យថាស្ថាប័នហ្នឹងគឺតែងើបមកគឺងើបមួយវាយមួយហ្មងវាអត់មានអញ្ចឹងទេនៅសហរដ្ឋអាមេរិកនេះគឺគ្រាន់តែគេដកលុយទេហើយអញ្ចឹងបើគាត់រលលុយអីបានយកមកធ្វើឲ្យស្ថាប័នគាត់ដើរគឺនៅដំណើរការបានធម្មតាអត់មានទៅខ្វល់រឿងលោកត្រាំមិនត្រាំអីទេអានេះគឺជាតថភាពជាក់ស្ដែងហើយខាងរដ្ឋបាលលោកត្រាំក៏បានបញ្ជាក់ទៀតថាការដែលបិទឬក៏ដកលុយនេះនៅក្នុងប័ណ្ណបញ្ជារដ្ឋបាលដែលទៅបញ្ចេញប្រហែលជាប្រហែលថ្ងៃមុនថ្ងៃទី14ខែមីនាហ្នឹងណាដោយនៅពេលដែលបិទស្ថានីយវិទ្យុអាស៊ីសេរីហើយនឹងដកលុយអស់ពី VOA និងវិទ្យុអឺរ៉ុបសេរីអីហ្នឹងគឺមានស្ថាប័ន7រួមគ្នាទាំងអស់របស់សហព័ន្ធរបស់ជាតិតែម្ដងដែលគេបិទព្រមដកលុយដាច់ដែរណាមិនមែនតែអញ្ចឹងទេមានផ្នែកលំនៅឋានផ្នែកអាណាថាមានខាងសិល្បៈមានខាងស្អីហ្នឹងគឺថា7ស្ថាប័នធំហើយគោលការណ៍របស់គេគឺថាកាត់បន្ថយការិយាល័យធិបតេយ្យអត់មានបាននិយាយពីរឿងថាបិទអាស៊ីសេរីវិទ្យុ VOA ឬក៏វិទ្យុអឺរ៉ុបសេរីហ្នឹងគឺដោយសារតែព័ត៌មានคล้ายអីហ្នឹងអត់សោះពីអត់នេះអត់ដែលមានទេគឺវាមានមកពីថ្នាក់ដឹកនាំដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអីឡើងយកពាក្យយកមកញឹកក្នុងមាត់របស់គេទេតាមពិតពាក្យអស់ហ្នឹងខាងសហរដ្ឋអាមេរិកអត់បាននិយាយថាស្ថាប័នទាំងអស់នេះគឺជាឧបករណ៍ឃោសនាព័ត៌មានคล้ายលៀបពណ៌ញុះញង់ឬក៏បង្កឲ្យមានចលាចលអត់សោះពាក្យរបស់ Elon Musk ហើយនឹង Donald Trump នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងការចេញបញ្ជានេះគឺចង់សម្ដៅថាគេចាត់ទុកថាវិទ្យុអាស៊ីសេរីជាពិសេសគឺវិទ្យុអាស៊ីសេរីហើយនឹងអាស៊ីសេរីមែនតើទៅ
វាទូតាជាងគេទេយើងនឹងនិយាយទៅគេហៅថាអង់គ្លេសហៅ collateral damage ពាក្យថា collateral damage ហ្នឹងគឺបានន័យថាយើងខ្លាយទៅជាជនរងគ្រោះនៅពេលដែលគេវាយប្រហារនៅកន្លែងណាមួយដូចអាក្នុងសង្គ្រាមគេទម្លាក់គ្រាប់ទៅកន្លែងជំរុំយោធាអញ្ចឹងណាហើយទៅប្រជាពលរដ្ឋស៊ីវិលនៅក្បែរហ្នឹងស្លាប់គេដែរតាមពិតអត់ដឹងទេគេហ្នឹងគេទៅសម្លាប់យោធាទេចង់និយាយថាគេហ្នឹងគឺចង់វាយប្រហារដល់ស្ថាប័នធំដូច VOA អីទេដែលមានលុយដល់ច្រើនអញ្ចឹងណាឬក៏ FE ដែលគេហៅថាវិទ្យុអឺរ៉ុបសេរីអីដែលស្ថាប័នធំអីអញ្ចឹងតើអាស៊ីសេរី60លានហ្នឹងទៅនឹងគេដែរប៉ុន្តែចង់និយាយថាគេចោទខាងវិទ្យុសម្លេងសហរដ្ឋអាមេរិកជាពិសេសថាមាននិន្នាការរៀងឆ្វេងនិយមតែប៉ុណ្្នឹងឯងឆ្វេងនិយមហ្នឹងបានន័យថាម៉េចឆ្វេងនិយមហ្នឹងគឺបានន័យថាលោកត្រាំធ្វើស្អីគេស្រាតខោគាត់ដែរបងនិយាយថាបានលុយពីរដ្ឋាភិបាលដែលអនុម័តកញ្ចប់ថវិកាពីរដ្ឋសភាតែពេលលោកត្រាំនិយាយអីខុសអត់មានជួយទប់ជួយកែអីសោះគឺថាខុសអញ្ចឹងដែររឿងត្រង់តែប៉ុណ្្នឹងឯងរឿងដែលគេបិទរឿងអីហ្នឹងគឺមិនមែននិយាយព័ត៌មានបំផ្លើសឬក៏បលើសឬក៏លៀបពណ៌ឬក៏ញុះញង់អីគឺមកពីនិយាយការពិតថាការពិតហ្នឹងគឺវាឈឺចាប់ដល់រដ្ឋបាលលោកត្រាំដែលធ្វើខុសយើងមើលថាតើចាំបាច់ថាសារព័ត៌មាននឹងនិយាយអីចៅក្រមគេកាត់ក្តីឲ្យជនរងគ្រោះនិងអ្នកតវ៉ាឈ្នះនឹងប្រមាណ10ករណីទៅហើយដោយសារតែគាត់ប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញឬក៏បំពានគោលការណ៍ច្បាប់អីជាច្រើនហើយតុលាការគេសម្រេចតែអញ្ចឹងមកហ្នឹងហើយនៅពេលដែលសារព័ត៌មានឯករាជ្យដោយវិទ្យុអាស៊ីសេរីឬក៏វិទ្យុមិនមែនវិទ្យុអាស៊ីសេរីសំទោសខ្ញុំនិយាយម្ដងទៀតវិទ្យុអាស៊ីសេរីអត់សូវខ្វល់ពីរឿងសហរដ្ឋអាមេរិកហ្មងទេខ្វល់តែរឿងអាស៊ីទេអញ្ចឹងរឿងដែលធំហ្នឹងគឺវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះឯងដែលនិយាយពីគោលការណ៍គោលនយោបាយរបស់សហរដ្ឋអាមេរិកហើយច្រើនតែអត់ទុកមុខឲ្យលោកដូណាល់ត្រាំដែរព្រោះគេជាព័ត៌មានឯករាជ្យអញ្ចឹងឲ្យទុកមុខមិនបើយើងធ្វើខុសដល់ពេលគេនិយាយហាយទៅវាប៉ះពាល់ទៅវាឈឺចាប់អញ្ចឹងខ្លួនឯងនឹងគិតថារដ្ឋាភិបាលឲ្យលុយទៅពួកគាត់សោះហេតុអីបានជាអត់មានទុកមុខឬក៏ផ្សាយអត់ការពារគាត់អីអញ្ចឹងសោះអញ្ចឹងទៅក៏ចោទថាចាយលុយច្រើនអត់ប្រយោជន៍លាក់នឹងលាក់តាមពិតគេមានប្រយោជន៍មកកណោលប៉ុន្តែអត់ប្រយោជន៍សម្រាប់ពួកគាត់នេះដែលធ្វើអីទៅគេស្រាតខោគាត់ពួកគេជាព័ត៌មានឯករាជ្យតែប៉ុណ្្នឹងទេហើយបើយើងនិយាយពីរឿងថាអូគេជាព័ត៌មានមិនពិតគឺព័ត៌មានដែលផ្សាយទៅនឹងលៀបពណ៌លៀបអីហ្នឹងគឺអត់មានទេខាងសហរដ្ឋអាមេរិកអត់បានចោទបែបហ្នឹងទេគឺជាខាងខ្មែរយើងខាងភូមាខាងចិនខាងរុស្ស៊ីអីហ្នឹងចិត្តតែចោទតាព័ត៌មានសំបីតែកម្រិតនៅសហរដ្ឋអាមេរិកក៏គេមិនទៅចោទសារព័ត៌មាននេះថាជារោងចក្រផលិតព័ត៌មានคล้ายៗនោះដែរអត់ទាន់មានកម្រិតហ្នឹងទេអត់ទាន់ឮសារបែបហ្នឹងទេគឺគ្រាន់តែថាជាលេសនៅក្នុងការថាចំណាយច្រើនឬក៏អត់ប្រយោជន៍អីហ្នឹងចេះតែថាតាមពិតគឺគាត់ខ្ទាស់នៅក្នុងការផ្សាយតាក់ទងនឹងគោលនយោបាយសហរដ្ឋអាមេរិកដែលមិនចំណេញដល់រដ្ឋបាលលោកដូណាល់ត្រាំហ្នឹងតែប៉ុណ្្នឹងឯងប៉ុន្តែបើចំណេញដល់ប្រជាពលរដ្ឋអាមេរិកទូទៅឃើញមានចំណេញច្រើនដែរចំណេញគុណតម្លៃរបស់សហរដ្ឋអាមេរិកក្នុងការជួយលើកកម្ពស់សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកដែលជាគំរូល្អអញ្ចឹងបានផលប្រយោជន៍ច្រើនណាស់នៅបងប្អូននៅលើពិភពលោកណាឥឡូវខ្ញុំនិយាយពីរឿងព័ត៌មានមិនពិតហ្នឹងវិញការញុះញង់ការលៀបពណ៌ហ្នឹងអ្នកណាដែលនិយាយថាព័ត៌មានដែលអាស៊ីសេរីឬក៏វិទ្យុផ្សាយសម្លេងសហរដ្ឋអាមេរិកឬក៏វិទ្យុផ្សាយសម្លេងអឺរ៉ុបដែលគេផ្សាយទៅថាជាព័ត៌មានមិនពិតលៀបពណ៌คล้ายញុះញង់បកចលាចលគេផ្សាយរាប់សិបឆ្នាំហើយហ្នឹងម្នាក់មើលវិទ្យុអាស៊ីសេរីផ្សាយមកដល់នេះ29ឆ្នាំវិទ្យុអឺរ៉ុបសេរីផ្សាយមកដល់ម៉ោងនេះ75ឆ្នាំវិទ្យុ VOA ផ្សាយមកដល់ឆ្នាំ83ឆ្នាំហើយគឺគេផ្សាយតែព័ត៌មានពិតឲ្យបងប្អូនប្រជាពលរដ្ឋតាមភូមិឃុំទៅដើរសួរគេមើលអ្នកដែលស្ដាប់វិទ្យុអាស៊ីសេរីតាំងពីជំនាន់ដូនតាជីដូនជាតាគាត់មកហ្នឹងមានដែលនិយាយថាវិទ្យុអស់ហ្នឹងផ្សាយព័ត៌មានមិនពិតពីអង្កលគឺទៅតែមកសម័យនេះទៅមានមេដឹកនាំផ្ដាច់ការដែរគេថាវិទ្យុអស់ហ្នឹងញុះញង់ហេតុអីបានវិទ្យុអស់ហ្នឹងញុះញង់ហេតុអីបានជាគេចោទប្រកាន់បែបហ្នឹងដោយសារគេមិនពេញចិត្តនឹងការដែលយើងទៅស្រាតខោគេតើផ្សាយព័ត៌មានញុះញង់ឬក៏ព័ត៌មានคล้ายយ៉ាងម៉េចនៅពេលដែលនិយាយថាព្រៃឈើខ្មែរត្រូវគេកាប់ចោលបំផ្លាញទីអុកញ៉ាសុំកលុំពុកលលួយក៏ក្រាកឲ្យទៅដើរមើលព្រៃឈើខ្លួនឯងណាម្ដុំណាក៏ឃើញចឹងដែរឃើញតែព្រៃរបស់ពីមុខតាមផ្លូវបន្តិចហ្នឹងចូលទៅហួសតែប្រហែលជា50-100ម៉ែត្រហ្នឹងវាល្វឹងអស់ហើយហ្នឹងមានតែដើមឈើខាងមុខអត់ហ៊ានកាប់ដើម្បីទប់កុំឲ្យដែលថាគេឃើញទៅវាលពេកតែប៉ុណ្្នឹងឯងដូច្នេះអញ្ចឹងហកកាក់ខ្សាច់បំផ្លាញលក់អីចឹងទៅគេរាយការផ្សាយទៅថាគេនឹងញុះញង់ហើយតើបើកុំរាយការអត់ឈប់យ៉ាងរឿងខ្សាច់ហ្នឹងហកទំនប់វារីអគិសនីបិទទប់ទៅកាប់ដើមឈើបំផ្លាញយកឈើអស់ប៉ះពាល់បរិស្ថានគេផ្សាយទៅផ្អាកបានមួយរយៈទៅ
cho anh po để miên mình bật rồi có po để miên bật luôn anh tại phơ ta tại phơ à po để miên phơ là mơ hạ vậy để thay kịp sai po để miên nhung nhung hay mình bật nâng ta bom ôn chưa phụ quátได้thế làตีhọ kịp sai bị rướng cả bó chân ở nơi Campuchiaขมิ้นเพียบสลายตรำตรหนึ่งยุติธรการรวมลบสุดมนุษย์นั่งบังพลายประชาธิปไตยตาจำไปอาศัยสลายหรือก็ประชุสำเร็จสารามเล็กนานยี่สหกรณ์รบก็เก่งยี่ต่างจังเกี่ยวกับดักตัวนักการยังดอก EBA เพย์เพย์รอยเหาะสหรัฐอเมริกนั่นก็ครูนไอ้นั่นมันจำไปเปิงเลืออาศัยสลายหรือก็ประชุสำเร็จสหรัฐอเมริกอย่างน่ะเก็บเปิงแต่เลือระบายการบอกองค์การสิทธิมนุษย์อันตรจิตหรือก็กรมมนตรีระบายครูนจอเซอร์ในมูลฐานระบายกวาดไอ้นอแต่ยอปอดเมียนนั่งยอมาอันตาดับใบไอดับใบยอมาทรายโจขนมระบายการแกให้พอเดมีนเก็บทรายเตอปตันจังให้เอาลูกมันเป็นจัดอันนั้นแต่ทาจอดเกทะเลียปอเขาจะเลยรุมเลียกันนะปะสังครูจิตเก็บทรายมาทาการรุมเลียกันนะปะสังครูจิตนั่นคือเจียมเปอร์เขาจะบ้าไปเอาลูกทาเก็บทรายพอเดมีนเลียปอยังไม่เบอร์กันนะปะสังครูจิตมีนความตรอจิตใบเลียนเนี้ยให้มีนตำนานเกี่ยหาสปรามเนี้ยให้ยังรุมเลียเกี่ยเจ้าให้ยังบอชนาดมวยดอัดมีนกันนะปะประชังโจรวมให้ยังนอมคืนกับเรียมกับให้ไปเชื่อปลอดแต่นอมคืนแต่บอชนาดให้ดับไปเก็บทรายอัมปีตรงเวอร์กระนั่งยังทาเก็บทรายบ่มปลสังคมได้ท่าวิจำไลมันแต่ในเปได้เนี่ยได้รุมลบเกให้ตือปรับเกทาครูนายจีจนรองครัวให้ตือจอดอันเนี่ยได้รีกาทาจีเนี่ยรุมลบแต่วิ่งเนี่ยหรือการเนี่ยใส่อายุติธรนั้นทาจีเนี่ยรุมลบปะพลายมันแต่ชมเคยซาปอดเมียนในขนมสระมุยในการไปเจียเยอะอัดข้อปีซาปอดเมียนจันแต่นังภูมิให้นังรุษีได้เจียแกให้ทาประปวนโฆษณาบอรัฐบาลดัดไทยนั้นคือเคยกับซาปอดเมียน fresh news มวยเกจ่อเมาเกสัตธาบาปกรรมเมียนแม่นคือถ้าเกจือหรือบาปกรรมแม่นได้อาศัยสลายสายปอดเมียนเหมือนปัดยุยงเกจ่าจังไงนะถ้าแล้ววิทละตัวจีบาปกรรมแต่ดังครูในทาสหรัฐอเมริกาบ้านในยี่ทาบัดอาซิสไรหรือก็วิชุสำเร็จสหรัฐอเมริกาได้ทราบสายปอดเมียนเหมือนเปิดเตะอัดเมียนเปียนังนี้นะบอมโอนจำอัดเมียนในยี่เปียนังซับคือกอดในยี่เรื่องไอ้เส้นจำบาเบาะสลายหายปันใต้ข้าง fresh news เนี่ยได้เชียอุปกรณ์ซับไซด์ดัดทลายระบบรัฐบาลในขณะปะการนำนายในประเทศกัมพูชีนั่นไงเกจเจมาปราพิซาถ้าเจมีนบาบนชื่อบาบนนะคุณยมท่าล้อมันแต่ยมท่าโอ้ประเทศปรดขมายประเทศมีนพบสำนักนะจะมีนสถานีวิทยุหรือกสถาบันซาปอมีนสควอลดำไหลบนบาปะบอมปอนอันนี้คือจีกคนทอทมาสมัยบอมปอนในสกขมายกูแต่เลือกซาปอมีน fresh news ได้เกจสควอลบาบนเกดังสกตกระบบประเทศปรดจังบ้านในท่าเจมีนวิจิจีเวไอจังกูเอาสามันเนี่ยปันใต้ยังเชื่อท่าบซาปอมีนนี้เชื่อบาบอนยังคลายแต่กอดจนรุมนเกยังคลายจนรุนั่งได้ซาไอทรายดองนะให้ขยมมันยัยนี่คือยัยจีการมูลบังกัดเกไอสารปอมีนนี่เต้บางปอนถึงมือระบายการระบบรรดาซาปอมีนอันตรจิตมวยชัวทาซีดาโคดา CODA ประปอนนังเก็บสายตั้งชั้นปีปอนดำปอลมาไหมอัมปีซาปอมีน fresh news ได้เชียสเตอร์สมาหนึ่งโรงจักรผลิตปอดมีนคลายดำใบบัดบังกาปัดปจีพิทศดำใบกรอนแต่เชียปลับดำใบกาปีรัฐบาลจีเชียงใหญ่กาปัดนะอันนั้นคือเก่งใหญ่มาโฮไฮจังเข้มแม่นใหญ่เต้คือบางปอนแต่อ่านซาปอดมีนหลังเว้นชั้นปีปอนดับผมเปิลคือซาปอมีนโคดาได้เชียองการสาวชิวพนัยซาปอมีนหลุมอัดมวยปีองหาเจ็ดสไลด์ให้มีนละโหดอมันตรีในขังขนมบกเลิกหรือว่า fresh news นั่งมาเอาปอดมีนเกี่ยขนมแหลกคันมันเหมือนเจนชมูติดพ้องปรับทาเก็บสายปอนมีนเก็บควาเรื่องปิดเรื่องไอ้เธอไม่เอาตายสบายจัดรัฐบาลผู้บานลุยปีรัฐบาลช่วยเกี่ยงสันทักจังเกี่ยควาเลยให้ยังเมื่อรัฐบาลช่วยลุยสถาบันซาปอดมีนวิมีนตุ่มนอกพอลประโยชน์ปนาเตซาปอมีนไอกรีบสายปอดมีนปิดอย่างไม่บรัฐบาลเอาลุยหยกหมดจะได้จังบ้านในท่าปอดมีนนั่งยีแต่เลียบปอข้างขณะปะประชังถือบาปถือตกบกเหมือนนิ่งเชี่ยปอดมีนประเจียพิทอดจุนการนั่งมีนกรมนาชัวจะสมกนาเจ้าจะสมกนานั่งยมันยีแต่ปีวีปะหามเมื่องี้ขมีนมูลธานนั่งเจอแต่ท่าแต่ปีจังเตจับนั่นนี่ด่ากบสายบ่มปุลเกจุนการย่อเรื่องสระข่าวเลือกแร่ลุยดับสำเร็จเกปีนามาโยมาจบสายขนมซาปอมีนครูนไอทั่วโดยเชียอาชีพครั้งนั้นแต่ครูนไอบ่มเปลี่ยนต่างโกลกาไอเกจนพิบลบบับมากันอ้อก็ดักมีนนาเราเรื่องไอ้บ้านแต่ซาไหนมีนขนองหรือไอมีนขนองกระกาเปียปีรัฐบาลให้มาอ้างถ้าครูนไอเชียเนบสายปอดมีนปิดประชีพรอดก่อนสดับมันกดจะเอากดลือโซกดจะเอามา
ก็ថាអ្នកចេះហ៊ាននិយាយបាបបនចឹងបើខ្មែរយើងគេថាអ្នកនៅផ្ទះស្បូវកុំសូវលេងជគូពេកព្រោះយើងដឹងហើយថាវាឆេះខ្លួនឯងទេយើងមកចោទគេថាគេផ្សាយព័ត៌មានសិតអីណាលៀបពណ៌ប៉ុន្តែខ្លួនឯងហ្នឹងគឺព័ត៌មានហ្នឹងតែអញ្ចឹងតាព័ត៌មានគេហៅប្រជាពិធគ្រប់រឿងមកអ្នកណាដែលទៅទុកចិត្តក្រៅពីមនុស្សនៅក្នុងជួរបកហ្នឹងស្រួលជួនកាលហ្នឹងមិនហ៊ានទៅមើលព័ត៌មានខ្លួនឯងហ្នឹងផងមករកតែព័ត៌មានអាស៊ីសេរីឬក៏ព័ត៌មានរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកយកទៅស្ដាប់ហ្នឹងស្ដាប់មើលមន្ត្រីរដ្ឋាភិបាលប្រមាណអ្នកដែលអត់វិទ្យុអាស៊ីសេរីឬក៏សម្លេងសហរដ្ឋអាមេរិកបាននោះពួកគាត់គ្រាន់តែមិនប្រាប់អស់លោកតារាល់ថ្ងៃហ្នឹងសួរគាត់ឬអាវិទ្យុអាស៊ីសេរីឬក៏វិទ្យុសម្លេងសហរដ្ឋអាមេរិកអីគាត់ដឹងដែរដោយសារមួយថ្ងៃស្ដាប់មើលរាល់ថ្ងៃវាអត់មានព័ត៌មានអីពិតដែលអាចស្ដាប់បានទេនៅក្នុងប្រទេសហ្នឹងបើយើងស្ដាប់ព័ត៌មានហើយអើហ្នឹងគឺយើងគាត់តែស្ដាប់ដើម្បីឲ្យគេឃើញមានទៅ click like click share ទៅដើម្បីយករួចខ្លួនតែប៉ុណ្ណឹងប៉ុន្តែឲ្យយកខ្លឹមសារនៃព័ត៌មានពិតវាអត់មានអញ្ចឹងអស់លោកគួរតែភ្ញាក់ខ្លួនថាល្មមបានហើយបងប្អូនប្រហែលជាគិតថាពិភពលោកហ្នឹងមានតែក្រុមអស់លោកប៉ុណ្ណឹងទេដែលដឹងរឿងឬក៏ចេះដឹងជាងគេនោះមិនមែនអញ្ចឹងទេគេមើលឃើញអស់លោកដើរស្រាតទេហើយអស់លោកថាស្លៀកខោនោះដោយសារអីមន្ត្រីឬក៏មនុស្សនៅក្បែរអស់លោកហ្នឹងថាលោកស្លៀកដូចរឿងស្អីអធិរាជស្រាតខោឲ្យធ្វើឲ្យមន្ត្រីអាមាត្យអីនាំគ្នាថាស្លៀកខោហ្នឹងដូច្នេះរឿងនេះគឺជារឿងអាក្រាតទេហើយកុំអេចអពេកបងប្អូនកុំត្រេកអរខ្លាំងពេកជួនកាលជាកំបិតចិត្តដងទេណាបងប្អូនខ្ញុំគ្រាន់តែសូមជម្រាបបងប្អូនទាំងអស់ឲ្យបានជ្រាបកុំអអេចនៅក្នុងកំណត់ទុកអ្នកដតីកំណត់ទុកនៅក្នុងការបិទវិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះមិនមែនជាទុកសោករបស់មន្ត្រីគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលកម្ពុជាទេមិនមែនជាទុកសោករបស់ប្រទេសចិនប្រទេសភូមាដែលរំលោភសិទ្ធិមនុស្សប៉ុន្តែជាទុកសោករបស់ប្រជាពលរដ្ឋដែលរងការជិះជាន់គៀបសង្កត់បងប្អូនហែលទឹកភ្នែកពួកគាត់អត់រួចទេណានេះគឺជាទឹកភ្នែកដ៏មហាសាគរឈឺចាប់ដែលបងប្អូនគិតថាអត់សម្លេងទៅសុបាយចិត្តថាអស់មានអ្នកណាផ្សាយទៅចោតគេថាញុះញង់ឬក៏ផ្សាយព័ត៌មានមិនពិតប៉ុន្តែសំលេងទឹកភ្នែកឈឺចាប់របស់ប្រជាពលរដ្ឋហ្នឹងមិនពិតមកពីណាប្រជាពលរដ្ឋស្រែកទៅហូយំការរឹបអូសដីធ្លីរបស់គាត់ធ្វើទុកបុកម្នេញចាប់កូនចៅគាត់ដាក់ពន្ធនាគារទាំងអយុត្តិធម៌មិនរកយុត្តិធម៌ជូនពួកគាត់អីហ្នឹងអានេះជាទឹកភ្នែកដែលអស់លោកនឹងហែលគឺហែលមហាសាគរទឹកភ្នែករបស់ពួកគាត់អត់មានថ្ងៃហែលរួចទេហើយនេះគឺជាបាបកម្មទេបើអស់លោកជឿបន់ជឿបាបអស់លោកកំពុងតែហែលទឹកភ្នែកនឹងហើយបាបកម្មនឹងវិលទៅរកពួកអស់លោកនឹងវិញក្នុងថ្ងៃណាមួយចាក់ជាមិនខានហើយកុំអេចនៅក្នុងអ្វីដែលឃើញគេកំពុងតែឈឺចាប់ព្រោះនេះជារឿងអគុណធម៌ខ្លាំងណាស់ព្រោះដោយសារអីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោកគេសង្កត់សងាត់គេសោកសៅណាស់តែអស់លោកមកជប់លៀងអានឹងហើយដែលជាបង្ហាញអំពីចរិតខ្វះគុណធម៌ខ្វះសិលធម៌និងសុជីវធម៌ហើយទៅធ្វើឲ្យប្រជាពលរដ្ឋស្អប់ទៅវិញទេស្អប់ក្រុមអស់លោកនឹងកាន់តែខ្លាំងទៅវិញទេហើយខ្ញុំជឿថាការពិតវានៅតែជាការពិតទេវាអត់មានអីប្រែប្រួលទេព្រោះការពិតគឺអស់លោកប្រព្រឹត្តខុសប៉ុន្តែអត់ចង់ឲ្យគេនិយាយអំពីការពិតលាតត្រដាងកុំឲ្យគេហែកទ្រូងឲ្យក្អែកចឹកអីចឹងទៅការពិតវារែងស្លែងពាក្យពិតវារែងស្លែងដូច្នេះឯងប៉ុន្តែវានៅតែជាការពិតហើយខ្ញុំនៅតែជឿជាក់ថាវិទ្យុអាស៊ីសេរីនេះណាវិទ្យុសម្លេងសហរដ្ឋអាមេរិកនិងវិទ្យុសម្លេងអឺរ៉ុបសេរីនេះណាគឺនឹងមិនបាត់បង់ពីពិភពលោកទេក្នុងទម្រង់ណាមួយតាមមូលនិធិតាមរដ្ឋាភិបាលឬក៏មិនបានពីរដ្ឋាភិបាលពីអង្គការសង្គមស៊ីវិលពីណាក្រុមគេនឹងរកវិធីដើម្បីឲ្យស្ថាប័នគេនៅតែអាចដំណើរការបានដោយកម្រិតណាមួយចាក់ជាមិនខានហើយខ្ញុំជឿ 100% ថាពួកគាត់មិនឲ្យសម្លេងទាំងអស់នេះបាត់សូន្យទេគឺនឹងខ្វាប្រវេប្រវាដើម្បីតស៊ូឲ្យមានសម្លេងនេះតទៅទៀតអញ្ចឹងអស់លោកកុំអាលអេខ្លាំងពេកហើយតិចទៀតទៅនៅពេលដែលពួកគាត់បំបែកខ្លួនឲ្យកាន់តែច្រើនទៅទៀតទៅមានជាអ្នកយកព័ត៌មានតាមអនឡាញតាមអ៊ីនធឺណិតអីទៀតទៅអានោះរត់តែបំបែកខ្លួនកាន់តែច្រើនអស់លោកកាន់តែឃើញការពិតជាក់ស្ដែងហើយអាហ្នឹងទៅអត់មានត្រេកអរអីបានទេព្រោះដោយសារអីមនុស្សនៅពេលដែលឈឺចាប់ហើយมันអាចនឹងថយក្រោយទេមនុស្សមានមនសិការស្រឡាញ់ប្រជាពលរដ្ឋខ្លួនស្រឡាញ់ជាតិខ្លួននឹងក៏ចង់ផ្សាយព័ត៌មានពិតដើម្បីឲ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិតនៅក្នុងការសម្រេចក្នុងការតតាំងជាមួយនឹងរដ្ឋាភិបាលដែលប្រព្រឹត្តខុសគ្មានពេលលហែហ្នឹងគឺយើងមិនចោលនឹងគំនិតស្នេហាជាតិស្រឡាញ់ជាតិនឹងចឹងទេអស់លោកនៅតែប្រឹងទប់ប្រឹងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួននឹងឲ្យទៅលៀបពណ៌គេឲ្យទៅចោតគេទៅលៀបពណ៌ខ្លួនឯងវិញអាហ្នឹងគឺជាលបែងបទចម្រៀងដែល
ច្រៀងដដែលអញ្ចឹងមកវាសាបទេដូច្នេះខ្ញុំជឿថាពិភពលោកនេះមិនឲ្យអំពើអយុត្តិធម៌ឈ្នះអំពើយុត្តិធម៌ទេខ្ញុំនៅតែជឿជាក់ 100% ថានឹងមានដំណោះស្រាយណាមួយដែលវិទ្យុអាស៊ីសេរីក្នុងកម្រិតណាមួយក៏ពួកគាត់នឹងអាចបើកដំណើរការបានវិញវិទ្យុសហរដ្ឋអាមេរិកក៏ដូច្នេះវិទ្យុអឺរ៉ុបសេរីក៏មានកម្រិតណាមួយអាចនឹងមានមូលនិធិពីសហគមន៍អឺរ៉ុបឬក៏មូលនិធិពីអ្នកមានចិត្តសប្បុរសណាផ្សេងទៀតហើយបើថាពិបាកខ្លាំងសម្រាប់អាណត្តិលោកត្រាំ4ឆ្នាំទៀតបើមានគណៈបកប្រជាធិបតេយ្យឡើងមកកាន់ឆ្នោតវិញក៏វិលមកចូលធ្វើការវិញដូច្នេះវាអត់ទាន់មានរលាយខ្សលទៅណាទេពួកគាត់នៅតែនឹងតាមិនទៅឆ្ងាយទេខ្ញុំជឿថានឹងវិលឲ្យកុំឲ្យអស់លោកអស់អេខ្លាំងពេកខ្ញុំជឿថាការដែលនាំគ្នាជប់លៀងលឿនពេកជួនកាលវាអាចស្វឹងទៅវានាំឲ្យខូចថ្លើមអញ្ចឹងកាត់បន្ថយការទទួលទានសារាជ័យខុសហ្នឹងទៅវាអាចធ្វើឲ្យសុខភាពយើងល្អចាំនៅយកកម្លាំងដើម្បីតតាំងផ្សព្វផ្សាយព័ត៌មានមិនពិតពីខាងស្ថាប័នអស់លោកមកវិញជាការល្អជាងហើយខ្ញុំជឿថាការរីកដូចផ្សិតនេះនឹងកើតឡើងជាបន្តទៅទៀតហើយខ្ញុំជឿជាក់យ៉ាងមុតមមថានឹងមានរឿងនេះកើតឡើងដែលធ្វើឲ្យក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលតស៊ូនៅលើពិភពលោកហ្នឹងក៏មិនសាបសូន្យដែរគេនឹងរកវិធីដើម្បីជួយឲ្យស្ថាប័នទាំងអស់នេះបានរលូនហើយខ្ញុំសូមជម្រាបដែរថាសូម្បីតែស្ថាប័នអង្គការសង្គមស៊ីវិលអីហ្នឹងក៏ដុតដៃដុតជើងហើយខ្ញុំដឹងព័ត៌មានពីផ្ទៃក្នុងមកថានៅថ្ងៃដែលជួបជាមួយនឹងក្រសួងការបរទេសនៅថ្ងៃទី26ខែមីនាតកតងនឹងតុកមូលហ្នឹងក៏មានការជជែកគ្នាដើម្បីយកសំណុំរឿងឬក៏សាច់រឿងនៃការត្រូវជួយបន្តស្ថានីយវិទ្យុទាំងអស់នេះឡើងវិញអីទៅឲ្យក្រសួងការបរទេសយកទៅពិចារណាព្រោះជាសំណុំពររបស់ប្រជាពលរដ្ឋជាអ្នកបងពុនអីចឹងដែរដូច្នេះរឿងវានៅវែងឆ្ងាយច្រើនទៀតណាដូច្នេះកុំអាលអអេកពេកហើយខ្ញុំជឿថាប្រជាពលរដ្ឋដែលអស់សង្ឃឹមក៏កុំទាន់អស់សង្ឃឹមពេកដែរបងប្អូនវានៅតែមានអ្នកស្នេហាជាតិអ្នកស្រឡាញ់ទឹកដីយើងអ្នកដែលចង់ផ្សាយព័ត៌មានពិតហើយនឹងនៅតែតតាំងតទៅទៀតបាទមិនរាថយទេព្រោះអស់ពីអ្នកនេះទៅក៏មានអ្នកនោះបន្តទៀតទៅទំពាំងស្នងរស័យនឹងគឺថាវាដោះដាលទៅរហូតព្រោះអីទីណាមានការជិះជាន់ទីនោះមានការរើបំរាស់និងតស៊ូដើម្បីរំដោះខ្លួនចេញពីអំពើអយុត្តិធម៌នេះបាទបងប្អូនខ្ញុំអស់ត្រឹមប៉ុណ្ណេះហើយខ្ញុំអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយផ្ទាល់របស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមប្រសិទ្ធពរជ័យសេរីសួស្តីបវរមហាប្រសាសូមចូលកើតមានដល់បងប្អូនខ្មែរទាំងអស់នៅគ្រប់ទិសទីជាពិសេសនៅប្រទេសកម្ពុជាដែលកំពុងវេទនារឿងជាពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុសូមឲ្យបងប្អូនរកទទួលទានមានបានប្រកបវិជ្ជាលបនឹងដើម្បីបានលុយយកមកសងស្ថានីយ៍សន្ទុះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នេះកុំឲ្យជាពាក់គេយូរពេកបាទសូមអរគុណនិងសូមជម្រាបលា